លោកអាម៉ូរីមនិយាយថាបើមានកីឡាករដូចម្នាក់នេះច្រើនអ្នកនៅក្នុងក្រុម Man U មិនរញ៉េរញ៉ៃដូចបច្ចុប្បន្ននេះទេក្រុមមួយនៅក្នុងក្របខ័ណ្ឌ Premier League រងពិន័យជិត$1 លានដោយសារតែការបង្ហោះរិះគន់អាជ្ញាកណ្ដាលលើបណ្ដាញសង្គមប្តឹងតវ៉ាឧទ្ធរណ៍ហើយនៅតែមិនបានជោគជ័យ Bruno Fernandes លេចឡើងគ្រប់ពេលនៅពេលដែលក្រុមត្រូវការនរណាម្នាក់មកជួយក្រុមប្រសិនបើមានកីឡាករដូច Bruno Fernandes 3-4 នាក់ថែមទៀតនៅក្នុងក្រុម Man U នឹងមិនរញ៉េរញ៉ៃដូចបច្ចុប្បន្ននេះទេនេះជាការបញ្ជាក់របស់លោក Ruben Amorim គ្រូបង្គោល Manchester United ក្រោយស្មើ1-1ជាមួយ Arsenal កាលពីរាត្រីថ្ងៃអាទិត្យនៅ Old Trafford ដែលធ្វើឲ្យគម្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool ជាមួយ Arsenal ពេលនេះគឺ15ពិន្ទុហើយ Man U ខ្លួនឯងរំកិលឡើងមួយកាំនៅក្នុងតារាងគឺឡើងមកលេខរៀងទី14មាន34ពិន្ទុស្មើក្រុមលេខ13 Tottenham Hotspur ពី28ប្រកួតដូចគ្នាក្នុងការប្រកួតដែល Man U ស្មើ Arsenal កាលពីថ្ងៃអាទិត្យ Bruno Fernandes ជាអ្នកនាំលេងនៅតំបន់ប្រយុទ្ធរបស់ Man U ជាអ្នកសុទ្ធបាល់ free kick យ៉ាងអស្ចារ្យឲ្យ Man U នាំមកមុនពេល Arsenal តាមស្មើគិតតាំងពីថ្ងៃបង្ហាញខ្លួនលើកដំបូងសម្រាប់ Man U កាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2020មកមានតែ Mohamed Salah របស់ Liverpool និង Son Heung-min របស់ Tottenham Hotspur ប៉ុណ្ណោះដែលរួមចំណែកបង្កើតក្របបាល់សម្រាប់ក្រុមបានច្រើនជាង Bruno Fernandes គឺគិតតាំងពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2020មកដូចគ្នា Salah លេងឲ្យ Liverpool 184លើករកបាន116គ្រាប់និង Aziz 61គ្រាប់Son Heung-min លេង179លើករកបាន79គ្រាប់និង Aziz 45គ្រាប់ហើយ Bruno Fernandes លេង186លើករកបាន61គ្រាប់និង Aziz 48គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League ហើយនៅក្នុងរដូវកាល2024-25នេះ Bruno Fernandes គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ Man U នៅក្នុងក្របខ័ណ្ឌ Premier League គឺរកបាន7គ្រាប់ហើយបើសរុបគ្រប់ពានរង្វាន់ទាំងអស់ដែលគេបានចូលលេងរដូវកាលនេះ Bruno រកបាន12គ្រាប់ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងចំណោមកីឡាករ Man U ទាំងអស់បច្ចុប្បន្នក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះក្រៅពីរកបាន7គ្រាប់ Bruno Fernandes ក៏ Aziz 7គ្រាប់ដូចគ្នាផងដែរកីឡាករ Man U ផ្សេងទៀតដែលរួមចំណែកបង្កើតគ្រាប់បាល់សម្រាប់ក្រុមបានគ្រាន់បើគឺ Amad Diallo និងបន្តមក Marcus Rashford ដែលបច្ចុប្បន្នកំពុងលេងឲ្យ Aston Villa ក្រោមកិច្ចសន្យាខ្ចីច្បាស់ណាស់ថាក្នុងរយៈពេលខ្លីនិងមធ្យមលោក Ruben Amorim ត្រូវការ Bruno Fernandes ជាចាំបាច់ដើម្បីធ្វើឲ្យប្រសើរឡើងលទ្ធផលរបស់ក្រុមហើយនៅក្នុងពេលជាមួយគ្នាធ្វើឲ្យការលេងរបស់ Man U នៅលើទីលានមានភាពទាក់ទាញគួរឲ្យចង់មើលជាងនេះលោក Amorim បាននិយាយថាពួកយើងត្រូវការ Bruno ច្បាស់ណាស់យើងត្រូវការគេមិនត្រឹមតែដោយសារតែគេមានគុណភាពនិងមានបុគ្គលិកលក្ខណៈប៉ុណ្ណោះទេគេគឺជាកីឡាករម្នាក់ដែលមានការសម្រេចចិត្តមុតស្រួចទាំងពេលមានបាល់និងពេលគ្មានបាល់គេតែងតែលេចឡើងគ្រប់ពេលវេលានៅពេលដែលយើងត្រូវការគេបានបង្ហាញអំពីការខកចិត្តមួយចំនួននៅក្នុងពេលវេលាមួយចំនួនដែលធ្វើឲ្យគេឈឺចាប់ជាងនរណាទាំងអស់ហើយខ្ញុំយល់អំពីរឿងនេះដោយសារតែគេចង់ឈ្នះអ្នកដែលឧស្សាហ៍រិះគន់ Bruno Fernandes ជាងគេគឺអតីតប្រធានក្រុម Man U លោក Roy Keane ដោយសារតែលោកមិនចូលចិត្តកាយវិការនិងលក្ខណៈរបស់ Bruno Fernandes នៅពេលលេងហើយលោក Roy Keane ធ្លាប់ទាំងថែមលើកឡើងទៀតថាគួរតែដកតួនាទីប្រធានក្រុមចេញពី Bruno Fernandes ថែមទៀតផងក៏ប៉ុន្តែលោក Amorim បានសង្កត់ធ្ងន់ថា Bruno Fernandes គឺជាកីឡាករដែលតែងតែរួចរាល់ជានិច្ចសម្រាប់ក្រុមអាចលេងបានច្រើនតួនាទីសម្រាប់ក្រុមហើយនៅពេលត្រូវការគ្រាប់បាល់និងត្រូវការ Aziz គឺតែងតែលេចមុខ Bruno Fernandes បាទឯក្លឹប Nottingham Forest ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសពិន័យ$75,000ឬក៏$97,000ជិត$1 លានអាមេរិកដោយសារតែការបង្ហោះរិះគន់អាជ្ញាកណ្ដាលនៅលើបណ្ដាញសង្គម Nottingham Forest ត្រូវបាន FA ពិន័យកាលពីខែតុលា2024ហើយពួកគេបានប្តឹងឧទ្ធរណ៍តវ៉ាក៏ប៉ុន្តែលទ្ធផលចេញមកគឺនៅតែរក្សាការសម្រេចនោះដដែលក្លឹប Nottingham Forest បានវាយប្រហារលើអាជ្ញាកណ្ដាល Stuart Artveld ដែលបានបំពេញតួនាទីជាមន្ត្រីពិនិត្យ VAR ក្នុងការប្រកួតដែល Nottingham Forest ចាញ់ Everton ក្នុងក្របខ័ណ្ឌ Premier League 2-0កាលពីថ្ងៃទី21ខែមេសា2024នៅក្រៅបរាជ័យនោះ Nottingham Forest ខឹងលោកអាជ្ញាកណ្ដាល Artveld ជាខ្លាំងហើយពួកគេបានបង្ហោះលើបណ្ដាញសង្គមដោយខឹងចំពោះការសម្រេចចិត្តពាក់ព័ន្ធទៅនឹង penalty ចំនួន3ប្រឆាំងទៅនឹង Nottingham Forest នៅក្នុងការបង្ហោះរបស់ Nottingham Forest លើបណ្ដាញសង្គម X នោះមានអត្ថន័យសម្ដៅថាក្លឹប Nottingham Forest បានក្រើនរំលឹកពមៀនទៅស្ថាប័នអាជ្ញាកណ្ដាលអាជីពរបស់អង់គ្លេស Professional Game Match Officials Limited រួចហើយថាលោក Artveld នេះដែលជាមន្ត្រីទទួលបន្ទុក VAR នៅក្នុងការប្រកួតទល់នឹង Everton គឺជាអ្នកគាំទ្ររបស់ Luton Town ដែលជាគូប្រជែងរបស់ Nottingham Forest ដើម្បីរក្សាកៅអីនៅក្នុងក្របខ័ណ្ឌ Premier League នៅក្នុងការបង្ហោះនោះ Nottingham Forest បានបន្ថែមថាពួកគេបានព្រមានទៅកាន់អង្គភាពអាជ្ញាកណ្ដាលចឹងហើយក៏ប៉ុន្តែអង្គភាពអាជ្ញាកណ្ដាល PGMOL នៅតែមិនផ្លាស់ប្ដូរសមាជិកមន្ត្រីកាន់ VAR ការបង្ហោះនោះបានបន្តទៀតថាភាពអត់ធ្មត់របស់ពួកយើងត្រូវបានធ្វើតេស្តច្រើនលើកច្រើនសារពេកហើយបន្តមកនៅក្នុងខែតុលា2024ក៏ត្រូវបាន FA ពិន័យ$75,000ឬក៏ស្មើទៅនឹង$97,000អាមេរិក
ក្លឹប Nottingham Forest បានដាក់ពាក្យតវ៉ាដោយគិតថាពីនៃនោះធ្ងន់ពេកក៏ប៉ុន្តែគណៈកម្មការបានសម្រេចរក្សាការពីនៃនោះឲ្យនៅដដែលនៅក្នុងរដូវកាល 2024-25 នេះវិញ Nottingham Forest កំពុងធ្វើបានល្អមែនទែននិងកំពុងស្ថិតនៅលើរាងទី3ក្នុងតារាង Premier League ខណៈពួកគេនៅសល់10ប្រកួតទៀត